សូមជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់គណៈសិស្សទាំងអស់គ្នាខ្ញុំទាំងពីរនាក់មកពីក្រុមទី6នៃឯកទេសកតារុថ្នាក់កងថ្ងៃនេះដែរពួកយើងនឹងធ្វើបទបង្ហាញទាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធី GeoGebra ដូច្នេះកុំឲ្យខាតពេលវេលាយូរសូមទស្សនាវីដេអូដូចតទៅជាដំបូងសូមជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំតំណាងក្រុមទី6ធ្វើការបទបង្ហាញទាក់ទងទៅនឹងវិធានបទ GeoGebra ដែលក្នុងនោះសមាជិករបស់ក្រុមខ្ញុំមាន4នាក់ទី1គឺ D Suglin ទី2 Senavin ទី3ខ្ញុំបាទរឿងផាត់និងទី4 Son CD ចំពោះមាតិកាថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយទៅលើទី1គឺសេចក្តីផ្ដើមទី2របៀបដំឡើងទី3គុណសម្បត្តិនិងគុណវិបត្តិនិងទី4អនុវត្តចំពោះមាតិកាទី1របស់យើងគឺសេចក្តីផ្ដើមយើងដឹងហើយថាកម្មវិធី GeoGebra គឺជាកម្មវិធីគណិតវិទ្យា Digital ដែលគេប្រើសម្រាប់បង្រៀននិងរៀនគណិតវិទ្យាហើយយើងអាចប្រើដើម្បីជំនួយនៅក្នុងផ្នែកមិនថាធនមាត្របេក្ខនាការគណនានិងស្ថិតិជាដើមហើយកម្មវិធី GeoGebra គឺជាកម្មវិធីដែលយើងប្រើប្រាស់បានដោយឥតគិតថ្លៃនិងវាមានមុខងារពិសេសជាច្រើនដូចជាយើងអាចគូររូបក្នុងធនមាត្របបន្ទាត់រង្វង់ត្រៃកោណចតុកោណជាដើមហើយយើងអាចគូរក្រាបអ្នកអនុគមបានទៀតបន្ថែមពីនេះទៀតកម្មវិធី GeoGebra គឺប្រើសម្រាប់រៀននិងបង្រៀនងាយស្រួលដើម្បីបង្ហាញសិស្សឲ្យឃើញពីលទ្ធផលភ្លាមៗដូចជាការវាស់មុំក្នុងធនមាត្រសងក្រាបបន្ទាត់រកស៊ីនតអ្នកអនុគមជាដើមយ៉ាងទៀតកម្មវិធី GeoGebra យើងអាចដំឡើងបាននៅក្នុងកុំព្យូទ័រទូរស័ព្ទយើងក៏អាចចូលទៅប្រើប្រាស់នៅក្នុង browser បានដូចគ្នានេះជា QR ដែលយើងអាចចូលទៅប្រើប្រាស់បានចំពោះចំណុចមួយទៀតគឺរបៀបដំឡើងកម្មវិធី GeoGebra មាន2ទី1គឺដំឡើងនៅក្នុងកុំព្យូទ័រទី2នៅក្នុងទូរស័ព្ទចំពោះដំឡើងនៅក្នុងទូរស័ព្ទយើងមាន2ទី1គឺទៅលើ Android ទី2គឺ iOS ចំពោះ Android យើងគ្រាន់តែចូលទៅកាន់ Play Store ហើយវាយពាក្យថា GeoGebra រួចហើយយើងចុច download ជាការស្រេចចំពោះ iOS គឺវាមិនខុសគ្នាប៉ុន្មានដែរគឺយើងចូលទៅកាន់ App Store ហើយវាយពាក្យថា GeoGebra រួចហើយយើងចុចពាក្យ Get ឬក៏ download ជាការស្រេចចំពោះកុំព្យូទ័រគ្រាន់តែចូលទៅកាន់ browser រួចហើយយើងវាយពាក្យថា GeoGebra ហើយយើងអូសមកក្រោមដូរ function ដែលយើងត្រូវការចំពោះរបៀបប្រើប្រាស់យើងប្រើប្រាស់នៅក្នុង online ដូចជាយើងចូលទៅកាន់ browser ហើយវាយពាក្យថា GeoGebra ហើយយើងជ្រើសរើស tool ដែលយើងត្រូវការចំពោះ function របស់កម្មវិធី GeoGebra យើងទាំងអស់មាន6សំខាន់ដែល function ទី1យើងនិយាយទាក់ទង graphing calculator មុខងារ graphing នេះគឺជាមុខងារដែលយើងអាចគូរក្រាបនៃសម័យកាលឬក៏អនុគមដែលមានពីរវិមាត្រដែលយើងហៅថា 2D លក្ខណៈពិសេសវាគឺយើងអាចបញ្ចូលអនុគមផ្សេងៗជាច្រើនបានដូចជាចំណុចសម័យកាលបន្ទាត់ exponential សម័យកាល logarit អនុគមធនមាត្រសម័យកាលរង្វង់សម័យកាល parabol ellipse epibol ហើយយើងក៏អាចរកចំណុចប្រសពរវាងក្រាបនិងក្រាបរវាងបន្ទាត់និងក្រាបជាដើមចំពោះ function មួយទៀតគឺគេនិយាយទាក់ទង geometry ចំពោះ function នេះគឺយើងប្រើសម្រាប់យល់ដឹងអំពីធនមាត្រនៅក្នុងនោះយើងអាចប្រើវាសម្រាប់បញ្ជាក់ពីទ្រឹស្ដីបត់នានាដូចជាវាស់មុំគូររូបជាដើមយើងអាចកំណត់ពីទំនាក់ទំនងបន្តិតកែបន្តិតស្របនៅក្នុងធនមាត្របានមួយទៀតគឺយើងអាចងាយស្រួលក្នុងការគូររូបក្នុងធនមាត្រចំពោះ function មួយទៀតគឺ function 3D calculator មុខងារនេះគឺប្រើសម្រាប់ក្រាបចំណុចឬក៏រកផ្ទៃនៅក្នុងលំហ3វិមាត្រឬក៏យើងហៅថា 3D នៅក្នុងនោះយើងអាចរកចំណុចនៅក្នុងលំហសម័យកាលប្លង់សម័យកាល sphere សម័យកាលរង្វង់ជាដើមហើយបន្ថែមពីនេះគឺយើងអាចរកចំណុចប្រសពរវាង sphere និងប្លង់ពីរកាត់គ្នាបន្តិតកាត់ប្លង់ជាដើមចំពោះ function មួយទៀតគឺគេនិយាយទៅនឹង CAS Computer Algebra System មុខងារនេះប្រើសម្រាប់ដោះស្រាយបញ្ហាគណិតវិទ្យាដែលវាមានលក្ខណៈស្មុគស្មាញដូចជាបញ្ហាគណនា derivative ដែលវាមានលក្ខណៈស្មុគស្មាញច្រើនធំហើយមួយទៀតទៅនឹងអង្តិក្រាលនៃអនុគមដែលវាមានលក្ខណៈស្មុគស្មាញហើយមួយទៀតយើងអាចប្រើវាសម្រាប់ដោះស្រាយប្រភេទលំហាត់ដូចជា matrice រក matrice ចាស់ជាដើមចំពោះ function មួយទៀតទៅនឹង probability មុខងារនេះយើងអាចប្រើប្រាស់ទាក់ទងនឹង probability បានទី1យើងអាចគណនាទៅលើ probability មានថាទៅ probability ធម្មតា binomial ហើយយើងអាចគណនាបានទី2គឺយើងទាក់ទងនឹងស្ថិតិវិភាគក្នុងនោះហើយយើងស្ថិតិវិភាគយើងដឹងហើយថាមានដូចជាគណនាតម្លៃមធ្យមភាគគម្លាតស្តង់ដាបរិយោគជាដើមនៅពេលដែលយើងវិភាគបានហើយនៅក្នុងមុខងារនេះដូចគ្នាក៏មានមុខងារមួយទៀតគឺគូ histogram ឬក៏ក្រាបប្រអប់ឬក៏ក្រាបសរសរជាដើមចំពោះមុខងារចុងក្រោយគេនិយាយពី scientific វាជាមុខងារដែលធ្វើជាម៉ាស៊ីនគិតលេខនៅក្នុងវិទ្យាសាស្ត្រនៅក្នុងនេះយើងអាចប្រើវាសម្រាប់មិនត្រឹមតែមុខជាគណិតទេគឺយើងអាចប្រើបានទៅលើវិស័យវិទ្យាសាស្ត្រវិស័យវិស្វកម្មហើយនៅក្នុងម៉ាស៊ីនគិតលេខនេះគឺវាមានបញ្ចូលអនុគមច្រើនដូចជាអនុគមត្រីកោណមាត្រអនុគមត្រីកោណមាត្រច្រាស់អនុគម logarit exponential ឬក៏អាចយើងប្រើក្នុងការគណនាគណិតកម្រិតខ្ពស់មុខងារផ្សេងៗដូចជា factorial module ឬក៏ការគណនាលេខចំនួន complex ចំពោះគុណសម្បត្តិនិងគុណវិបត្តិវិញទន្ទឹមនឹងរបៀបប្រើដ៏សម្បូរបែបយើងក៏មានគុណសម្បត្តិនិងគុណវិបត្តិចំណុចទី1ដែលយើងចង់និយាយគឺគុណសម្បត្តិចំពោះកម្មវិធី GeoGebra គឺយើងបានចូលប្រើប្រាស់បានដោយឥតគិតថ្លៃមិនថា online និង offline យើងអាចប្រើប្រាស់បានដូចគ្នាចំណុចមួយទៀតគឺទាក់ទងទៅនឹងមាន function ឬក៏មុខងារជាច្រើនសម្បូរបែបដែលយើងបានបកស្រាយមិញមួយទៀតទាក់ទងនឹងពេលបង្រៀនយើងងាយស្រួលក្នុងការបង្រៀនហើយយើងអាចឲ្យសិស្សទប់ទាំងទឹកក្នុងកម្មវិធីនេះដើម្បីឲ្យកាន់តែយល់ច្បាស់មួយទៀតគឺយើងអាចប្រើបាននៅក្នុងមិនថាកុំព្យូទ័រ laptop tablet ឬក៏ smartphone ទេចំណុចចុងក្រោយគឺទាក់ទងនឹងធ្វើម៉េចឲ្យសិស្សចេះប្រើកម្មវិធី GeoGebra អញ្ចឹងសិស្សអាចជួយនៅក្នុងការរៀនដោយខ្លួនឯងឬក៏អាចហៅថារៀនដោយឯកគ្រាញទន្ទឹមនឹងគុណសម្បត្តិជាច្រើនយើងក៏មានគុណវិបត្តិដែរចំពោះគុណវិបត្តិទី1គឺអ្នកប្រើតម្រូវឲ្យមានចំណេះដឹងច្រើនទាក់ទងនឹង function ផ្សេងៗទី2ទាក់ទងនឹងអាស្រ័យលើការប្រើប្រាស់ប្រព័ន្ធអនឡាញបើសិនជាយើងប្រើអនឡាញអញ្ចឹងត្រូវការទាមទារទូរស័ព្ទឬក៏កុំព្យូទ័ររត់ឲ្យល្អបើមិនអញ្ចឹងវាអាចនឹងដំណើរការតាក់ឬក៏យឺត
មួយទៀតបើសិនជាសិស្សនៅពេលដែលវាពឹងផ្អែកទៅលើទៅកម្មវិធី GOG ប្រាពេកអញ្ចឹងធ្វើឲ្យជំនាញដោះស្រាយរបស់ខ្លួនឬក៏ skill នៅក្នុងការដោះស្រាយលំហាត់ហ្នឹងវាធ្លាក់ចុះមួយទៀតគឺនៅក្នុងកម្មវិធី GOG ប្រានៅមានសមត្ថភាពក្នុងការប្រើប្រាស់ដូចជា 3D អញ្ចឹងនៅក្នុងនឹងវាអត់ទាន់មានប្រសិទ្ធភាពល្អដូចជាកម្មវិធី CAD ដូចជា AutoCAD SolidWorks សម្រាប់គូរូបចេកទេសនោះឡើយទេនឹងចំណុចមួយចុងក្រោយមួយទៀតគឺបង្ហាញអក្សរខ្មែរនិងនិមិត្តសញ្ញាគ្រាមជាមួយគឺវាអត់ទាន់ support ឬក៏មិនទាន់ស្រួលនោះទេចំពោះការអនុវត្តវិញយើងនឹងឃើញនៅខាងមុខទៀតតោះឥឡូវយើងមកអនុវត្ត GeoGebra ទាំងអស់គ្នាទៅនឹង GeoGebra ពីរនេះបើសិនជាយើងដំឡើងហើយយើងប្រើមួយណាក៏បានដែរមុខងារវាដូចតែគ្នាទេគ្រាន់តែថាវាស្រួលជាងគ្នាបន្តិចតែប៉ុណ្្នឹងទេអានេះវាស្រួលសម្រាប់ LaTeX អានេះបើក្នុង Word វាអត់មានជាបញ្ហាអីទេអញ្ចឹងខ្ញុំសូមបើក GeoGebra Classic មកអញ្ចឹងពេលដែលយើងបើកមកទាំងអស់គ្នានឹងឃើញមុខងាររបស់វាមាន6តើតទៅនឹងទី1នេះគឺ graph អញ្ចឹង graph នេះសម្រាប់យើងចង់ដឹងខ្សែកងអនុគមឧទាហរណ៍ថាយើងចង់ដឹងថាខ្សែកងអនុគមដែលគេឲ្យនឹងមានរាងបែបម៉េចគ្រាន់តែវាយចូលទៅវានឹងចេញខ្សែកងឲ្យយើងហ្មងហើយតទៅនឹងអានេះគឺធនធានមានសម្រាប់យើងអាចមើលមុំមើលអីឬក៏យើងគូររូបជាពិសេសទីអនុវិទ្យាល័យហ្មងស្រួលហ្មងស្រួលប្រើហ្មងកម្រិតនៃរូបសាស្ត្ររបស់យើងនេះប្រើច្រើននៅក្នុងអនុវិទ្យាល័យអញ្ចឹងត្រូវតែចេះដែរហើយតទៅនឹង 3D នេះតទៅជាមួយនឹងលំហយើងគូស្វាគូអីទៅយើងនឹងមើលឃើញនៅក្នុងលំហពវលបានមើលរូបឃើញច្បាស់ហ្មងតទៅនឹងនេះគឺការគណនាដូចជា Derivative Integral អីចឹងណាមុខងារមួយទៀតនេះតទៅជាមួយនឹង Excel ការគណនាប្រេកង់ប្រេអីហើយ graph histogram អីចឹងណាហើយអានេះតទៅនឹងបំណែងចែក normal បំណែងចែក normal ឥឡូវចូលទៅប្រើមុខងារមួយសិនអញ្ចឹងខ្ញុំប្រើមុខងារទី1គឺ graph សិនយើងចុចចូលមកអញ្ចឹងកន្លែងនេះយើង input វាមកយើងចង់បានអនុគមអីយើងវាយចូលមកអញ្ចឹងឧទាហរណ៍ថាចង់បានបន្ទាត់អញ្ចឹងវាចេញអញ្ចឹងចង់បាន parabol វាចេញចេះវិញអញ្ចឹងយើងចុច enter ទៅយើងចង់បានអនុគមស្អីទៀត sin ក្រាបរបស់វាចេញអញ្ចឹងអនុគមពីកលមានតែខ្សែកងរបស់តង់អីអញ្ចឹងទៅអញ្ចឹងវាចេញមិនវាចេញអញ្ចឹង expo second ពីអីអញ្ចឹងទៅដកអីអញ្ចឹងទៅបូក1អូខេឥឡូវយើងទៅមើលមុខងារទី2យើងចុចកន្លែងត្រី3នេះមកយើងចង់បើកមុខងារទី2អញ្ចឹងយើងចុចចូលកន្លែងរូប GeoGebra នេះមកចូលទៅកន្លែងគណនានេះម្ដងអញ្ចឹងការគណនានេះឧទាហរណ៍យើងមានអនុគមមួយអនុគមរបស់យើងគឺប៉ុណ្ណឹងបើសិនជាគ្រូចង់គណនាអន្តរក្រៅតើវាចេញអីគេឃើញទេគណនាអន្តរក្រៅនេះទៅវាចេញអានេះខ្ញុំវាយច្រឡំវា2ដងវាត្រួតមិនអន្តរក្រៅទៅវាចេញប៉ុណ្ណឹងចុះបើសិនជាយើងចង់ derivative វាឧទាហរណ៍ចង់ derivative វាចេញមកអញ្ចឹងយើង derivative ទៅវាចេញ 2x បូក2អញ្ចឹងមិនមែនតែអនុគមប៉ុណ្ណឹងទេអនុគមផ្សេងក៏វាធ្វើចេញបានដូចគ្នាដែរតោះឥឡូវយើងទៅបើកតកតងនឹងមុខងារទី3យើងចូលទៅកន្លែងតកតងនឹងធននិមិត្តដោះខ្សែកងនេះចេញមកអញ្ចឹងតកតងនឹងធននិមិត្តនៅក្នុងឧទាហរណ៍ហ្នឹងខ្ញុំបានដូចជាដាក់1 2ដែរប៉ុន្តែខ្ញុំអត់បានធ្វើទេខ្ញុំអនុវត្តជាក់ស្ដែងហ្មងតកតងនឹងយើងចង់គូររូបតកោណតាមមកតកោណកែអញ្ចឹងខ្ញុំចង់យកវាទៅប្រើនៅក្នុង Word អញ្ចឹងទាំងអស់គ្នាអាចដោះនេះចេញទៅហើយបន្ទាប់មកទាំងអស់គ្នាអាចសេរីវាស្អាតមកបន្ទាប់មកទាំងអស់គ្នាចង់ដោះអានេះចង់ដោះអាវងមូលនេះទាំងអស់គ្នាគ្រាន់តែចុច click មកស្ដាំលើវាទៅ object នេះដោះវាចោលទៅវាបាត់ហើយបើសិនជាចង់ដាក់ឈ្មោះលើវានេះអាចសេពីលើនេះក៏បានដែរនេះចូលទៅកន្លែងនេះ tick នេះយើងអាចចុចលើវាមកយើងអាចវាយអក្សរ A ទៅវាចេញឲ្យដូចគ្នាចឹងអស់គ្នាអូដាក់ទៅគឺបានតែតទៅនឹងរូបធននិមិត្តផ្សេងយើងចង់គូរវងគូស្អីក៏គូទៅអត់មានបញ្ហាអីទេគឺបានតាមចិត្តអត់មានបញ្ហាអីទេចង់គូបែបម៉េចក៏បានដែរហើយបើសិនជាតទៅនឹងចង់ដាក់មុំមកវាអញ្ចឹងបងប្អូនចុច C ហើយ B ហើយចុចមកលើនេះមកវានឹងចេញឲ្យហេអញ្ចឹងដោយសារតែ A វាអត់មានចំណុចអញ្ចឹងទៅវាអត់ចេញមុំឲ្យយើងណាអញ្ចឹងបើវាអត់ចេញឲ្យយើងអាចចុចចេះវិញយើងអាចចុចលើ click លើបន្ទាត់ហ្នឹងហើយនឹងនេះបន្ទាត់ជាមួយនឹង AB នេះអញ្ចឹងវាចេញឲ្យហើយបើយើងចង់ដឹងថាមុំ A នេះស្មើបានយើងចុចអានេះហើយជាមួយនឹងអានេះមកអញ្ចឹងវាចេញឲ្យអានេះយើងចុចអានេះនឹងនេះមកវាចេញឲ្យដូចគ្នាបើសិនជាយើងឆ្លាញ់រូបចង់បានបែបម៉េចយើងគូតាមដែលអ្វីដែលយើងត្រូវការទៅដូចរូបរង្វង់អីចឹងណាទៅនឹងនេះអញ្ចឹងទៅយើងចង់គូបែបម៉េចគូទៅអត់មានបញ្ហាអីទេហើយបើសិនជាយើងចង់ទៅប្រើនៅក្នុង Word យើងអាច screenshot ឲ្យកាត់ពូជទៅដាក់ទៅហើយបើសិនជាយើងចង់ប្រើថ្ងៃក្រោយទៀតយើងអាច save វាទុកបានយើងទៅចូលតកតងជាមួយនឹងមុខងារទី4 3D អញ្ចឹង 3D នេះតកតងនឹងលំហយើងអាច input អ្វីដែលយើងចង់បានដូចថាប្លង់យេបូកជាមួយនឹង set ដក1ស្មើ0យ៉ាងហ្នឹងអញ្ចឹងប្លង់របស់យើងមើលមកវាអត់ចេញឲ្យប៉ុន្តែមើលអត់សូវឃើញណាឥឡូវយើងវាយតកតងនឹង sphere មកនេះ x ក្រេបូក y ក្រេបូក z ក្រេស្
ស្មើមួយឃើញទេអញ្ចឹងវានឹងចេញស្វីឲ្យយើងនេះឃើញទេយើងអាចពង្វិលបានអានេះប្លង់ដែលយើង3 color មិញចុះបើសិនជាយើងចង់ដោះអាខ្មៅនឹងចេញយើងអាចចុច click លើ mouse ស្ដាំទៅយើងដោះចេញអញ្ចឹងតាក់ទងដល់នេះយើងឃើញថាបើយើងចង់រកប្លង់ប្រសពស្វីយើងឃើញយើងអាចវាយទៅយើងអាចឃើញគេថាអូប្លង់នឹងស្វីនឹងវាប្រសពគ្នាមែនយើងអាចយកទៅបញ្យល់សិស្សអញ្ចឹងណាអានេះអញ្ចឹងហើយមួយទៀតអត្ថប្រយោជន៍របស់វាបើយើងនិយាយនឹងមាត់សិស្សវាសម័យអត់ចេញទេតែយើងវាយអាហ្នឹងទៅសិស្សនឹងអាចគិតចេញថាអូរូបយើងវាអញ្ចឹងមែនមិនត្រឹមតែប៉ុណ្្នឹងទេយើងអាចវាយរូបផ្សេងៗហើយយើងអាចគូររូបនៅក្នុងនឹងបានដូចគ្នាអត់មានអីទេអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅមុខងារទី5ទាក់ទងនឹង Excel ឧទាហរណ៍ទីយើងមានតនន័យ1 2អីចឹងទៅឧទាហរណ៍យើងចង់បូកលេខអានេះយើងចុចលើវាទៅហើយយើងចុចសញ្ញា sigma នេះទៅ30នេះអញ្ចឹងចុច30ទៅវាស្មើ10ឃើញទេយើងបូកមកទៅវាស្មើ10ហើយបើយើងចង់ដឹងថាក្រាប histogram វាបែបម៉េចទាំងអស់គ្នាអាចចុចនេះមកនេះអានេះយើងចង់បានក្រាបបែបនេះក៏បានក្រាបនេះក៏បានអូខេអញ្ចឹងខ្ញុំចុចអានេះទៅក្រាបរបស់វាគឺចេញបែបនេះសម្រាប់អ្នកដែលត្រូវការគណិតវិទ្យាអីអញ្ចឹងយើងចេះគណិតមកយើងមកប្រើក្នុងហ្នឹងទៅវាងាយឥឡូវយើងចូលទៅមុខងារបន្ទាប់មួយទៀតគឺមុខងារ probability តកតងនឹងអានេះតកតងនឹងបំណែងចែក normal វិភាគតន័យអីចឹងណាកន្លែងទៅនេះយើងអាចរើសមុខងារវាបានវាមាន normal វាមានអីអញ្ចឹងមុខងារដែលខ្ញុំប្រើកន្លែងនេះខ្ញុំសូមរើស normal ទៅដោយសារមុខងារផ្សេងៗនេះតើតអ្នកគណិតវិទ្យាហ្នឹងដឹងថាខ្លួនឯងប្រើអីបានយើងចូលទៅប្រើនឹងបានអញ្ចឹងសម្រាប់ខ្ញុំប្រើ normal ចុះកន្លែងនេះឧទាហរណ៍យើងឲ្យមកជុំស្មើ10អីចឹងណាចាំមើលក្រាបបំណែងចែក normal ចឹងចេញបាច់ឲ្យកម្រិតស្តង់ដារកន្លែងហ្នឹងខ្ញុំឲ្យ53ចុះអញ្ចឹងអាកន្លែងនេះ x របស់យើងនៅចន្លោះពីប៉ុន្មានយើងអាចឲ្យប៉ុណ្្នឹងបានអញ្ចឹងខ្ញុំឲ្យដល់3 10ចុះអញ្ចឹងយើងឃើញថាបំណែងចែក normal របស់យើងក្រាបរបស់យើងគឺរៀបបែបនេះភាគរយរបស់វាគឺបើយើងគិតជាភាគរយវាបាន 9.69% អញ្ចឹងណាទៅដល់នឹងស្ថិតិនឹងអញ្ចឹងការអនុវត្តរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ខណៈពេលនេះដែរវីដេអូរបស់ក្រុមយើងខ្ញុំក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នា